សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី13គេបានមុខយើងបានមាត់ជនជាតិចិនសុកចិត្តចាញ់ប្រៀបបែបស្ងាត់ស្ងៀមឬបែបបើកចំហប៉ុន្តែមិនព្រមឲ្យបាក់មុខមាត់ជាដាច់ខាតខ្ញុំមានមិត្តម្នាក់នៅក្នុងវិស័យតែងនិពន្ធរៀងរាល់ឆ្នាំគាត់តែងត្រូវគេអញ្ជើញពីទស្សនាវដ្តីល្បីមួយឲ្យទៅធ្វើជាកម្មការជួយចាត់ចែងការងាររបស់ទស្សនាវដ្តីទោះបីជាការងារនេះទទួលបានប្រាក់កម្រៃមិនច្រើនតែជាការងារមានកិត្តិយសមានមុខមានមាត់មានមនុស្សល្បីជាច្រើនចង់ទទួលបានការអញ្ជើញដែរតែគ្មានឱកាសអ្នកខ្លះធ្លាប់ចូលរួមការងារនោះម្ដងពីរដងក្រោយមកមិនត្រូវបានគេអញ្ជើញទៀតនោះទេនៅពេលខ្ញុំសួរពីយុទ្ធសាស្ត្រថាហេតុអ្វីទើបគាត់ត្រូវគេអញ្ជើញទៅរាល់ឆ្នាំដូចនេះគាត់មិនឆ្លើយភ្លាមទេរងចាំរហូតដល់ថ្ងៃគាត់ចូលនិវត្តន៍ពីការងារនេះសិនទើបព្រមបើកទម្លីពីយុទ្ធសាស្ត្រនេះឲ្យគេឯងបានដឹងគាត់ប្រាប់ថាទស្សនៈរបស់គាត់ក្នុងឋានៈជាអ្នកជំនាញមិនមែនជារឿងសំខាន់ទេតំណែងតួនាទីរបស់គាត់ក៏មិនមែនជារឿងសំខាន់ដូចគ្នាហើយមូលហេតុដែលធ្វើឲ្យគាត់ត្រូវគេអញ្ជើញរាល់ឆ្នាំនោះក៏ព្រោះតែគាត់ចេះវិធីផ្ដល់មុខមាត់ដល់អ្នកដទៃនេះឯងនៅក្នុងការប្រកួតដែលជាពិធីបើកទូលាយចំពោះសាធារណៈគឺត្រូវតែប្រកាន់ខ្ជាប់នៅគោលការណ៍មួយគឺសរសើរឲ្យបានច្រើនចេះផ្ដល់កម្លាំងចិត្តនិងរិះគន់ឲ្យតិចតែនៅពេលរួចរាល់ការងារហើយទើបគាត់ចូលទៅជជែកជាលក្ខណៈផ្ទាល់ខ្លួនជាមួយនឹងបណ្ណាធិការទស្សនាវដ្តីមួយនោះពីបញ្ហាខ្វះខាតក្នុងការធ្វើការងាររបស់ពួកគេគាត់ទុកមុខមាត់ឲ្យអ្នកធ្វើការគ្រប់តំណែងមិនថាធំតូចយ៉ាងណាទេការដែលគាត់ចេះគិតពីមុខមាត់របស់អ្នកដទៃបែបនេះឯងទើបគាត់ក្លាយជាទីគោរពកោតសរសើរនិយមចូលចិត្តរបស់អ្នកគ្រប់គ្រងនិងគ្រប់គ្នានៅក្នុងក្រុមបណ្ណាធិការគាត់តែងត្រូវបានគេអញ្ជើញចូលរួមរាល់ឆ្នាំក៏ព្រោះតែហេតុនេះឯងមុខមាត់ជារឿងសំខាន់ណាស់ព្រោះតែរឿងមុខមាត់នេះបើស្រាលក៏ដល់ថ្នាក់ឈប់រាប់អានបើធ្ងន់ធ្ងរគឺដល់ថ្នាក់យកស្លាប់រួមម្ខាងតែម្ដងបើយើងជាមនុស្សមិនអើពើនឹងរឿងមុខមាត់ទេនោះវាប្រកាសណាស់ថាមិនសូវជាមាននរណាចូលចិត្តយើងនោះទេផ្ទុយទៅវិញបើយើងគិតតែពីរឿងមុខមាត់របស់ខ្លួនមិនចាប់អារម្មណ៍មុខមាត់អ្នកដទៃថ្ងៃណាមួយមុខតែមានគ្រោះអាក្រក់អាចត្រូវចាញ់ប្រៀបដោយស្ងាត់ស្ងៀមប្រៀបដូចជាទឹកលិចដល់ច្រមុះនិយាយស្អីក៏មិនកើតអញ្ចឹងជនជាតិចិនក៏ចម្លែកម្យ៉ាងដែរពួកគេសុកចិត្តចាញ់ប្រៀបដោយស្ងាត់ខ្លះឬបើកចំហខ្លះប៉ុន្តែបើឲ្យចាញ់ប្រៀបផងបាក់មុខបាក់មាត់ផងនោះគេមិនព្រមជាដាច់ខាតហើយនេះក៏ជាច្បាប់មួយនៅក្នុងសង្គមមនុស្សព្រៃមួយនេះដូចគ្នាដែរព្រោះហេតុនេះមនុស្សមានបទពិសោធន៍គេមិនរិះគន់អ្នកដទៃនៅទីសាធារណៈសូម្បីតែមួយម៉ាត់តែងលើកសរសើរគ្រប់យ៉ាងការបើទុកមុខទុកមាត់ឲ្យគេក៏នឹងទុកមុខទុកមាត់ឲ្យយើងវិញដែរគិតអ្វីនៅក្នុងចិត្តតែមិនស្ដីចេញមកព្យាយាមចាក់ចេញពីគ្នាដោយចិត្តស្រស់ថ្លាប្រសើរជាងលក្ខណៈបែបនេះយើងប្រទះឃើញញឹកញាប់នៅក្នុងរង្វង់សង្គមមន្ត្រីរាជការក្មេងៗវាច្រើនតែងមានកំហុសឆ្គងនៅត្រង់ប្រការនេះជាញឹកញាប់ពួកគេចេះតែគិតថាខ្លួនឯងមានទស្សនវិស័យឆ្នើមមានវោហារសាស្ត្រនឹកចង់និយាយអ្វីក៏មានឱកាសបាននិយាយគិតតែពីដាវីប្រហារគេឯងចង់នរណាបាក់មុខនរណាបាក់មាត់អ្វីក៏មិនខ្វល់គឺគិតតែពីធ្វើយ៉ាងណាឲ្យតែខ្លួនឯងបានស្កប់ចិត្តនោះគឺព្រោះតែមិនទាន់ឃើញក្តារមឈូសទើបមិនទាន់ស្រក់ទឹកភ្នែកនេះឯងតាមពិតការទុកមុខទុកមាត់ឲ្យអ្នកដទៃគ្មានពិបាកនឹងមិនពាក់ព័ន្ធអ្វីជាមួយនឹងគុណធម៌នោះទេគ្រប់គ្នាត្រូវការភាពសុខសាន្តការទុកមុខទុកមាត់ឲ្យអ្នកដទៃជាគោលការណ៍ទូទៅវាគឺជាការស្រុះស្រួលគ្នាទៅវិញទៅមកជាពិសេសរឿងមិនសំខាន់យើងកាន់តែត្រូវទុកមុខទុកមាត់ឲ្យអ្នកដទៃណាស់ទៅទៀតចំណែករឿងគោលការណ៍ឬរឿងសំខាន់នោះអាចពិចារណាមិនទុកមុខបានទោះបីជាយើងមិនទុកមុខឲ្យអភិគិម្ខាងទៀតក៏មិនហ៊ានប្រកែកហើយបើសិនជាគេនៅតែបំពេញចង់បានមុខគឺគេមានសិទ្ធិនឹងបាក់មុខកាន់តែធ្ងន់លើដើម